នេះបងប្អូនចរិតកូនពៅខ្ញុំល្ងាបណ្ណាក៏ដោយដឹងតែដាក់ចាហានហើយឃ្លុំភួយបើមានអាប៊ីលីនោះអត់ទេខ្លាចចាហានណាឲ្យតែឡើងមួយទឹកហើយដល់ចូលក្នុងភួយហើយអានេះទោះល្ងាបណ្ណាក៏វាចូលចិត្តមួយទឹកដែរតែមួយទឹកក្តៅមានមួយទឹកត្រជាក់ទេខែប្រាំងខែវស្សាវាមួយទឹកក្តៅប៉ុន្តែវាចូលចិត្តដាក់ចាហានហើយឃ្លុំភួយបានវាគេងសំណាងហើយដែលដាក់រុំវាគេងតែឯងអញ្ចឹងទេវាមកគេងលើយើងបើយើងរវល់ធ្វើការវាមកគេងលើក្បាលយើងចរិតអាកូនពៅពីគេលក់ស្កប់កគេណាកសែងដែលគេចូលចិត្តហ្នឹងកសែងមួយឆ្នាំជាងហើយទិញតាំងពីកើតមកពណ៌ហ្នឹងឯងកសែងគេចូលចិត្តក្លិនគេខូចណាស់អាខូចទៅដាក់ពវល់ចាហានឲ្យចំបើមិនចំទេមុខខំដល់មុខខំខឹងញឹកឡើងនឹងខឹងទ្រាំជើងខឹកស្រែកផ្អើលដល់គេដល់ឯងចឹងខ្លាចថ្លង់ប្អូនទៅចេះតែធ្វើតាមចិត្តវាទៅតែថ្ងៃមិនអីទេបើថាយប់វិញតតែនៅចិត្តយើងបានបើថាថ្ងៃលេងធម្មតាដូចគេដូចឯងអត់យើងទៅយើងមកលក់មកដូរទៅធ្លាប់ថ្ងៃអត់ឃើញយើងអត់អីទេនៅលេងតែឯងញ៉ាំមួយឆ្អែតដេកផ្ងាជើងកូនខ្ញុំប្រាប់ទៅចង់ទៅបេះអីលោតទៅបេះនេះបេះនោះចឹងទៅតំណាំតំណោតនៅផ្ទះហ្នឹងបេះយកមកញ៉ាំលេងញ៉ាំតាពីលេងចឹងទៅស្លឹកតកូនស្លឹកអីបើថាញ៉ាំមែនទេដល់ផ្លែឈើខូចចាស់កូនពៅអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូហុកគីកន្លងមកបងប្អូនជួយ like page ម្នាក់មួយ